បាទជំរាបសួរពុកម៉ែបងប្អូនគ្រូជាសួស្តីបងប្អូនទស្សនិកជនទាំងអស់គ្នាឥឡូវនេះយើងមកធ្វើការបូកប្រភេទទាំងអស់គ្នាអញ្ចឹងមុននឹងធ្វើការបូកប្រភេទលោកគ្រូសូមបញ្ជាក់ប្រាប់អំពីលក្ខណៈរបស់ប្រភេទបន្តិចបាទផ្នែកខាងលើនេះលេខ7យើងហៅថាភាគយកលេខ9នៅខាងក្រោមនេះយើងហៅថាភាគបែងចំណែកបន្ទាត់កដាលនេះយើងហៅថារបាប្រភេទណារបាប្រភេទអញ្ចឹងប្រភេទរបស់យើងគឺ7ភាគ9បូក5ភាគ6អញ្ចឹងមុននឹងយើងធ្វើការបូកប្រភេទយើងត្រូវដឹងអំពីបញ្ញត្តិបាទនៃវិធីបូកប្រភេទរបស់យើងជាមុនសិនអញ្ចឹងដើម្បីបូកប្រភេទនិងប្រភេទបានគឺយើងត្រូវតែតម្រូវភាគបែងរបស់ប្រភេទនឹងឲ្យដូចគ្នាជាមុនសិនបន្ទាប់មកយើងយកភាគយកបូកភាគយកភាគបែងរក្សាទុកនៅដដែលអញ្ចឹងលំហាត់ករបស់យើងសង្កេតឃើញថាភាគបែងនៃប្រភេទទី1និងភាគបែងនៃប្រភេទទី2នេះគឺខុសគ្នា1 9 1 6អញ្ចឹងយើងត្រូវតម្រូវភាគបែងរួមអញ្ចឹងភាគបែងរួមបងប្អូនអាចយកភាគបែងវាគុណបញ្ចូលគ្នាក៏បានឬក៏យើងអាចរកភាគបែងរួមតូចតាមរយៈពហុគុណនីមួយចំនួនក៏បានឬក៏រកតាមផលគុណកតាបឋមក៏បានដែរឥឡូវលោកគ្រូធ្វើតាមពហុគុណនីមួយចំនួនចុះអញ្ចឹងយើងសូត្រមេលេខទៅបាទពហុគុណរួមនៃភាគបែង9និង6សូត្រមេលេខទៅគឺរួមគ្នាតម្លេខ18អញ្ចឹងរួមគ្នាតម្លេខ18ឥឡូវលោកគ្រូសរសេរប្រភេទទី1និងទី2ឡើងវិញសិនបាទបូកប្រភេទទី1បូកប្រភេទទី2អញ្ចឹងប្រភេទទី1 7ភាគ9បាទ7ភាគ9អញ្ចឹង7ភាគ9អញ្ចឹងភាគបែង9យើងត្រូវគុណនឹងប្រមាណដើម្បីឲ្យស្មើ18ភាគបែង9ណាអញ្ចឹងយើងត្រូវគុណនឹង2បាទដើម្បីឲ្យបានភាគបែង18អញ្ចឹងភាគយកក៏យើងត្រូវគុណនឹង2ដែរគឺយើងគុណតាមភាគបែងណាចំណែកប្រភេទទី2 5ភាគ6បាទអញ្ចឹងភាគបែង6យើងត្រូវគុណនឹងប្រមាណឲ្យស្មើ18គឺគុណនឹង3បាទគុណនឹង3អញ្ចឹងភាគយកក៏យើងត្រូវគុណនឹង3តាមដែរបន្តមកទៀតយើងចាប់ផ្ដើមគណនាមកបាទអញ្ចឹងប្រភេទទី1ភាគយក7ពីរដង14បាទភាគបែង9ពីរដង18បាទ18បូកប្រភេទទី2របស់យើងផ្នែកភាគយក5 3ដង15បាទចំណែកភាគបែងគឺ18ដែរណា18ដែរអញ្ចឹងបន្ទាប់ពីបានភាគបែងដូចគ្នាហើយ18ដូចគ្នាហើយយើងយកភាគយកបូកភាគយកមក14បូក15អញ្ចឹងវាស្មើនឹង29បាទស្មើនឹង29ភាគ18ណាស្មើ29ភាគ18អញ្ចឹងយើងបានចម្លើយប៉ុណ្ណឹងឯងណា29ភាគ18អញ្ចឹងទម្រង់ប្រភេទនេះគឺភាគយកធំជាងភាគបែងយើងហៅថាប្រភេទមិនសុទ្ធណាព្រោះប្រភេទមិនសុទ្ធគឺភាគយកធំជាងភាគបែងបន្តមកទៀតគឺលំហាត់ខបាទ3ភាគ8បូក1ភាគ4អញ្ចឹងភាគបែងរួមនៃភាគបែង8និង4បាទគឺភាគបែងរួមវា8អញ្ចឹងប្រភេទទី1គឺយើងអត់គុណទេបាទប្រភេទទី1គឺយើងទុកនៅដដែលគឺ3ភាគ8បូកប៉ុន្តែប្រភេទទី2គឺយើងត្រូវការគុណបាទ1ភាគ4គឺត្រូវការគុណដោយសារភាគបែង4ត្រូវគុណនឹង2បានស្មើ8អញ្ចឹងភាគយកក៏យើងត្រូវគុណតាមភាគបែងដែរភាគបែងគុណនឹង2ភាគយកគុណ2អញ្ចឹងយើងចាប់ដើមគណនាទៅអញ្ចឹងប្រភេទទី1យើងសរសេរឡើងវិញដដែល3ភាគ8បាទបូកប្រភេទទី2យើងគុណបញ្ចូលគ្នាទៅ1ពីរដង2ភាគបែង8ណាអូខេលោកគ្រូធ្វើការសម្រាយឲ្យវិញតិចដើម្បីឲ្យបាទបងប្អូនដែលជាសិស្សានុសិស្សក៏ដូចជាពុកម៉ែបងប្អូនដែលគាត់បាទខានរៀនយូរហើយគាត់មើលឡើងវិញទៅអាចនឹងចងចាំបានខ្លះអញ្ចឹងបន្ទាប់ពីយើងបានភាគបែងដូចគ្នាហើយយើងធ្វើការបូកគឺយកភាគយកបូកភាគយកភាគបែងរក្សាទុកនៅដដែលអញ្ចឹងភាគយក3បូក2មកស្មើ5បាទស្មើ5ចំណែកភាគបែងគឺស្មើ8ណាភាគបែងគឺរក្សាទុកនៅដដែលអត់បូកបញ្ចូលគ្នាទេអញ្ចឹងចម្លើយរបស់លំហាត់ខនេះប្រភេទរបស់យើងគឺប្រភេទសុទ្ធភាគយកតូចជាងភាគបែងណាអូខេតោះបន្តមកទៀតគឺលំហាត់ក2ភាគ3បូក4ភាគ6ហើយបូក7ភាគ9ទៀតមានន័យថា3ប្រភេទបូកបន្តចូលគ្នាអញ្ចឹងយើងត្រូវរកបាទភាគបែងរួមទាំង3ហ្នឹងភាគបែងនៃរួមនៃ3នៃ6និង9ណាអញ្ចឹងយើងសូត្រមេ3សូត្រមេ6និងសូត្រមេ9ទៅភាគបែងរួមរបស់វាគឺ18ណាភាគបែងរួមគឺ18អញ្ចឹងបើភាគបែងរួម18យើងត្រូវការយកភាគបែងនីមួយគុណធ្វើម៉េចឲ្យគ្រប់18ណាអញ្ចឹងប្រភេទទី1បូកប្រភេទទី2បូកប្រភេទទី3បាទគូសេរបស់សញ្ញារបាហើយគូសញ្ញារបាហើយឥឡូវប្រភេទទី1 2ភាគ3 2ភាគ3ណាប្រភេទទី1នេះ
បាទភាគទី1 2ភាគ3អញ្ចឹង3ទៅគុណនឹងប្រមាណឲ្យស្មើ18គឺ3ទៅគុណនឹង6បាទ3ទៅគុណនឹង6ឲ្យបាន18អញ្ចឹងភាគយកត្រូវគុណតាមភាគបែងគុណ6ភាគយកគូយើងគុណនឹង6ដែរបន្តមកទៀតប្រភេទទី2 4ភាគ6 4ភាគ6អញ្ចឹង6យើងត្រូវគុណនឹងប្រមាណឲ្យស្មើនឹង18ដែរអញ្ចឹងត្រូវគុណនឹង3អញ្ចឹងភាគយកក៏យើងត្រូវគុណនឹង3ដែរបាទបន្តមកទៀតបាទប្រភេទទី3បាទប្រភេទទី3របស់យើងគឺ7ភាគ9បាទសេមក7ភាគ9អញ្ចឹងភាគបែង9ត្រូវគុណនឹងប៉ុន្មានឲ្យស្មើ18ដែរគឺត្រូវគុណនឹង2អញ្ចឹងភាគយកក៏យើងត្រូវគុណនឹង2ដែរភាគយកគឺគុណតាមភាគបែងទាំងអស់ណាភាគបែងគុណប្រមាណភាគយកគុណប៉ុណ្ណឹងបន្តមកទៀតយើងធ្វើការបាទកណនីទៅឥឡូវលោកគ្រូដាក់ទៅមុខអត់អស់ទេគ្រូចុះក្រោមបាទសុំចុះក្រោមចុះអូខេឥឡូវលោកគ្រូសញ្ញារបាមុនបាទភាគទី1បូកភាគទី2បូកភាគទី3អូខេឥឡូវភាគទី1យើងកណនីមក2គុណ6 12 3គុណ6 18បាទប្រភេទទាំងអស់ហ្នឹងភាគបែងវា18ទាំងអស់អូខេឥឡូវយើងដាក់ភាគបែងមុនណា3គុណ6ក៏18 6គុណ3ក៏18 9គុណ2ក៏18ដែរខាងក្រោមចំណែកភាគយកខាងលើបាទប្រភេទទី2នេះ4 3ដង 12បាទ4 3ដង 12ចំណែកប្រភេទទី3 7 2ដង 14អូខេឥឡូវមកដល់ត្រង់កន្លែងនេះគឺយើងបានបាទភាគបែងដូចគ្នាទាំងអស់ទាំង3ប្រភេទគឺភាគបែងដូចគ្នាទាំងអស់អញ្ចឹងយើងយកភាគយកបូកភាគយកបូកភាគយកមក12បូក12 24 24បូក14 38បាទយើងបាន38ភាគបែង18គឺរក្សាទុកនៅដដែលណាភាគបែង38អូខេឥឡូវបន្ទាប់ពីទស្សនាការដោះស្រាយលំហាត់ពិធីបូកប្រភេទចំនួន3លំហាត់ហើយលោកគ្រូក៏មានលំហាត់មួយបាទទុកសម្រាប់បងប្អូនក៏ដូចជាពុកម៉ែបងប្អូនសម្រាប់អនុវត្តដែរឥឡូវឧទាហរណ៍ថាខបាទឧទាហរណ៍ថាខ4ភាគ5បូកបាទ7ភាគ9អូខេស្មើនឹងប្រមាណដែរណាអញ្ចឹងកុំភ្លេចណាលំហាត់ខនេះសម្រាប់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសិស្សានុសិស្សដែលកណនីរួចកុំភ្លេច comment ចម្លើយនៅខាងក្រោមវីដេអូនេះផងហើយក៏អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូការដោះស្រាយវិធីបូកចំនួនចម្រុះវិធីបូកប្រភេទកម្រិតបឋមសិក្សានេះណាអរគុណច្រើនជូនពរពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសិស្សានុសិស្សសុខភាពល្អទាំងអស់គ្នាបាយបាយ